ការប្រមូលផលដ៏មមាញឹកនាប៉ុន្មានថ្ងៃចុងក្រោយផ្កាផ្លែដំណាំជាច្រើនត្រូវបានជញ្ជូនទុកគរក្នុងរោងហើយអាប៊ឿនក៏ត្រូវបានចាត់តាំងឲ្យនៅមើលការខុសត្រូវក្រែងមានអ្នកឆ្លៀតឱកាសលួចយកទៅដោយមិនបានដឹងម្យ៉ាងក៏ដោយសារគ្រួសារវាមានគ្នាតែ3នាក់ប៉ុណ្ណោះហេតុនេះរាល់ការដឹកជញ្ជូនឡើងចុះគឺជាភារកិច្ចម្ដាយឪពុករីឯវាត្រូវដេកចាំរោងមើលរបស់ទ្រព្យតាំងពីព្រឹកទល់ព្រលប់រៀងរាល់ថ្ងៃលុះត្រាចប់រួចរាល់អស់ដោយសារមិនហ៊ាននៅម្នាក់ឯងព្រោះពុំទាន់ស្ងប់ចិត្តគឺនៅតែគិតខ្លាចខ្មោចដែលស្លាប់នៅមុខផ្ទះប៉ុន្មានថ្ងៃមុននោះទើបវាសុខចិត្តទៅអង្គុយចាំដំណាំក្នុងរោងម្យ៉ាងក៏ដើម្បីនឹងចង់ទៅមើលមនុស្សម្នាដែលកំពុងប្រសេកប្រសាចលីកំបិតពុថៅត្រួសត្រាយកន្លងផ្លូវសម្រាប់ដាក់មងចាំស្ទាក់ត្រីក្នុងករណីបើទំនប់ព្រែកបាក់រលំនាពេលឆាប់ណាមួយម្ដាយឪពុករបស់វាក៏មិនចង់ឲ្យដើរហើរច្រើននោះទេព្រោះជើងរបស់វាកំពុងរមាស់នឹងដំបៅផងបើរឿងរមាស់អាចថាមកពីមេរោគដើរលុកលុយកន្លែងស្មោកគ្រោកមិនបានលាងទឹកជំរះឲ្យបានត្រឹមត្រូវចុះអាដំបៅនោះវាកើតមកពីណាដែរដើមហេតុក៏ព្រោះតែរឿងទូកស្លាប់មន់ចំនួនកាប់ឈើមកចាំងឈូសគិតមិនផុតក៏មុតកើតទៅជារបួសទៅចំពោះបញ្ហារឿងរមាស់មិនអាចបន្ទោសតែវាទេក៏ព្រោះតែក្មេងៗដទៃទៀតរួមទាំងចាស់ៗមួយចំនួនផងសុទ្ធតែបានឆ្លងធ្វើទុកក្រហល់ក្រហាយតាមដៃជើងរបើកស្បៃអស់ហើយបានតែត្រឹមលាបថ្នាំក្រហមបន្តក់ជូតរាប់ខែថ្ងៃក៏នៅមិនទាន់ឃើញនរណាបានជាដាច់ផងបានស្អីនឹងជាបើលាបហើយដើរកាត់ទឹកកាត់ភក់ច្រមដដែលតែធ្វើម៉េចបើខែទឹកសម្បូរហូរហៀងាកទៅឯខាងអ្នកទន្លេគ្មានទៅនឹកនាខ្វាករឿងត្រីស្អីទេម្នាក់ភ័យភ្នែកសខ្លាចតែបាក់ទំនប់ប្រលប់តែងដើរទៅអើតមើលស្ថានភាពទឹកជាប់មិនដែលខានទំនប់ដែលលើកតាមចុងដីប្របមាត់ទន្លេវាពិតមិនសូវធំនិងមាំទាំដោយទំនប់តាមបណ្ដោយព្រែកឡើយដែលជាហេតុធ្វើឲ្យអ្នកជាប់ទន្លេងាយរងគ្រោះមុនគេប៉ុន្តែពេលទឹកស្រកទៅវិញក៏លឿនរហ័សនិងឆាប់គោកផុតជាងអ្នកភូមិដីទំនាបខាងក្រោមនាប៉ុន្មានថ្ងៃចុងក្រោយបរិមាណទឹកហាក់បុកឡើងខ្លាំងក្រោយពីមានការចូលរួមពីភ្លៀងធ្លាក់ច្រើនផងទើបពេលហូរតែងឃើញមានបំណែកស្បូវរោងកំទេចសម្រាមពេលខ្លះមានទាំងខ្មោចសត្វហើមអណ្ដែតស្ពីងរសាត់តាមខ្សែទឹកហូរជះក្លិនអាសោចដូចគំរុងខ្មោចស្អុយរលួយរដូវហ្នឹងភាគច្រើនសត្វចិញ្ចឹមដែលងាប់ច្រើនតែដោយសារជំងឺឆ្លងហើយគេក៏មិនចង់យកទៅបរិភោគដែរទើបមានតែវិធីក្រវែងចូលទន្លេចោលខ្ជិលស្មុគស្មាញច្រើនខ្មោចសត្វអស់នឹងបើសិនជាវាហូរតាមទឹកធម្មតាអាចនឹងហើមយូរថ្ងៃប៉ុន្តែបើចៃដន្យអណ្ដែតទៅទើតាក់ត្រង់សម្រាប់ព្រៃឬច្រាំងណាមួយហើយគឺច្បាស់ជាខ្លាចជាចំណីត្រីម្ដុំនោះជុំក្បាលគ្នាត្របាក់ស៊ីខ្ទេចគ្មានសល់ឡើយជាពិសេសអាចច្រវានិងអាចឆ្លាំងដោយឡែកឯអ្នកចេញទូកបងសំណាញ់ក៏គេប្រាថ្នារកតែកន្លែងអស់នឹងបងតែមួយគ្របរួចមកហូប 2-3 ថ្ងៃប៉ុន្តែជាក់ស្ដែងវាពុំចាំបាច់ដល់ប្រើសំណាញ់ទេបើមានពេលទំនេរអង្គុយកាន់តែសន្ទូចដងឫស្សីបិទនុយទម្លាក់ទឹកចោលក៏ជាប់ច្រើនយកទៅណាអស់ជាពិសេសអាកញ្ចុះនិងអាកូនឆ្លាំងតូច
វាជាខែដែលសម្បូរទឹកស្រួលចុះរែកព្រោះទន្លេឡើងខ្ពស់ឯភ្លៀងស្រោចស្រពក៏ញឹកញាប់ប៉ុន្តែសម្រាប់ជាសាច់ការវាពិតមិនស្រួលប្រើទេអាស្រ័យដោយទឹកភ្លៀងមានក្លិននិងរសជាតិមិនល្អពិបាកលេបហើយបើពឹងលើទឹកទន្លេក៏ល្អក់ខាប់ដោយសារល្បាយដីក្រោយរែកចាក់ដាក់បំពេញហើយចាំបាច់ត្រូវកូរសាច់ជូរនិងទុកចោលជាង1ម៉ោងទៅ2ម៉ោងបានវារងថ្លាមុននឹងបន្តយកទៅប្រើប្រាស់លើការងារប្រចាំថ្ងៃវេទនានិងរឿងផឹកវារៀងល្មមទេព្រោះហោចណាស់ក៏នៅមានដំណោះស្រាយតែបញ្ហាដែលត្រូវជួបប្រទះរាល់ថ្ងៃជាញឹកញយគឺការងូតចម្រះកាយត្បិតព្រោះល្បឿនទឹកហូរខ្លាំងសម្រាមក៏ច្រើនហើយបើហ៊ានតែត្រាំយូរបន្តិចងើបមកវិញច្បាស់ជារោមស្បែកតោងកំអែលដីល្បាប់មកជាមួយហើយឯសក់ក៏ឡើងរឹងដូចសរសៃខ្សែលួសពេលវាស្ងួតទៅឲ្យតែដល់រដូវនឹងម្ដងអ្វីក៏កំសត់ដែរមិនថាតែរឿងទឹកប្រើប្រាស់លំបាកខ្លាំងណាស់សូម្បីតែរឿងភ្លើងមិនថាភ្លើងចង្កៀងឬអំពូលទេគឺសុទ្ធតែវេទនាដូចគ្នាទាំងអស់ដោយសារតែដីបាក់ខូចផ្លូវផងខ្យល់ភ្លៀងផងធ្វើឲ្យអ្នករកស៊ីទទួលអាគុយបញ្ចូលភ្លើងទៅមកមិនទៀងទាត់ហេតុនេះតែហ៊ានជ្រុលមើលទូរទស្សន៍ច្រើនឬបើកអំពូលចោលយូរម៉ោងគឺច្បាស់ជាងងឹតរាវមិនខានឡើយបើងាកមកប្រើចង្កៀងគឺទាល់តែមូលបញ្ឆេះឲ្យវែងបន្តិចដើម្បីបានភ្លើងធំទប់ខ្យល់មិនរលត់ហើយក៏ឧស្សាហ៍ដោះជូតលំផោងវាឲ្យថ្លាស្រឡះព្រោះមរែងផ្សែងខ្មៅជាច្រើនបានតោងជាប់ធ្វើឲ្យពន្លឺវាស្រទុំយប់ប្រលប់ដើរជន់ឆ្កែឆ្មាព្រោះមើលមិនច្បាស់អាស្រ័យដោយមូលហេតុទាំងអស់នឹងហើយទើបបានជាផ្ទះចិនលក់ចាភួយច្រើនដាច់ខ្លាំងជាងគេតែសាច់ជូរប្រេងកាតនិងសៀងសាច់ជូរទុកកូរទឹកពាងប្រេងចាក់ចំគៀងឯសៀងទុកឆាឬក្រឡុកជាមួយបាយម្ហូបឆ្ងាញ់លេខ1សម្រាប់ក្មេងៗខ្ជិលជំនាន់នោះបន្ថែមបន្តិចទៀតរឿងក្មេងនឹងដែរអាខ្លះបើបានទៅងូតទឹកនិងមានគ្នាលេងជាមួយផងវាសំងំនៅរាប់ម៉ោងក្រោកឡើងមានតែល្បាប់ដីតោងជាប់ខ្លួនរាប់គីឡូដល់ថ្នាក់ម្ដាយរបស់វាយកប្រេងកាតជ្រលក់ក្រណាត់រុះជូតស្បែកជាប់ក្អែលមកទាំងផ្ទាំងបើសក់ក្បាលពួកវាផងគឺទាល់តែយកក្រូចសើចកក់ទើបអាចទប់ឈ្នះផ្លូវលំលាតសន្ធឹងវែងមួយខ្សែដែលក្មេងៗតែងចំណាំដើរទៅរៀនឥឡូវត្រូវជំនួសជាកន្លែងដាក់គោក្របីជ្រូកមាន់ទាដែលគេជម្លៀសពីផ្ទះអ្នកស្រុកដែលមានដីលិចលង់ដោយទឹកទំនាបជាងគេខាងក្រោមហើយមិនបានទៅលិចហើយបើទំនប់តាមព្រែកមិនទាន់បាក់ផងចម្លើយគឺមានតែព្រះឥន្ទទេដែលដឹងច្បាស់ព្រោះលោកបណ្ដោយឲ្យភ្លៀងធ្លាក់មករាល់ថ្ងៃស្ទើរតែលិចផ្ទះល្មមតែទឹកដក់ហូរហៀដើរទៅណាមកណាទាល់តែដោះស្បែកជើងកាន់យូរនឹងដៃឬចងចង្កេះថ្លែងអំពីសត្វចិញ្ចឹមទាំងឡាយនោះម្ចាស់ពិតពុំសូវមានពេលបានមើលថែដិតដល់ដូចសពដងទេដោយគេច្រើនដាក់ក្រុងឬចងចោលនៅក្រោមដើមខ្វិតទឹកដោះគោឬអំពិលឲ្យតែមានមែកម្លប់សាខាធំហើយបើទឹកនៅតែបន្តឡើងឈានដល់ការលិចលង់គេច្បាស់ជានឹងបន្តយកទៅផ្ញើនៅឯវត្តព្រោះវត្តជាជម្រើសចុងក្រោយដែលជាទីភូមិសាស្ត្រដីខ្ពស់ជាងគេទឹកមិនអាចលិចដល់ដោយសារកង្វះការថែទាំនឹងហើយទើបមួយថ្ងៃឮតែសម្រែកស្រែកអើងកងដូចហ្វូងសត្វចិញ្ចឹមក្នុងកសិដ្ឋាន
រួមសំមេឃរលឹមភ្លៀងជាប់សឹងតែរាល់ថ្ងៃផងក៏ពុំសូវមាននរណាចេញទៅក្រៅហើយបើចង់ចេញទៅគឺត្រូវតែពាក់មួកឬទទូក្រមាទើបអាចការពារពីទទឹកបានគ្រួសារខ្លះដែលមានសត្វចិញ្ចឹមច្រើនបានចាប់ផ្ដើមធុញទ្រាន់ហត់នឿយនឹងការគ្រប់គ្រងក៏សម្រេចលក់ចេញខ្លះឲ្យក្រុមឈ្មួញក្នុងតម្លៃថោកដើម្បីតែបានប្រាក់ទុកប្រើការនឹងរឿងចាំបាច់ផ្សេងទៀតស្ថិតក្នុងស្ថានភាពនឹងដែរដោយមានបទពិសោធន៍ធ្លាប់ទឹកជន់លិចកាលពីឆ្នាំកន្លងទៅផងអ្នកស្រុកភាគច្រើនតែងប្រយ័ត្នប្រយែងណាស់លើការញ៉ាំអាហារផ្សេងព្រោះវាងាយនឹងឆ្លងរោគមិនថាមនុស្សធំឬក្មេងតូចបើបានតែឈឺហើយមុខជានឹងដេកទ្រាំស្គមរីងរៃព្រោះមណ្ឌលសុខភាពនៅឆ្ងាយណាស់រីឯពេទ្យឯកជនក្នុងតំបន់ក៏គ្មានម្នាក់ដែរមានអស់ហើយត្រឹមយាយម៉បបង្កើតកូនដោយឡែកឯផ្ទះចិនក៏គ្មានឱសថអ្វីថ្មីជាពិសេសក្រៅតែពីប៉ារ៉ាថ្នាំក្រហមនិងថ្នាំ5សែនទុកកិនរយលើដំបៅរបួសនិយាយពីថាផ្សារចាប់ចុកដូចគេយកអំបិលរយពីលើស្រែកទួញដូចឆ្កែត្រូវមួយប្រនុងទោះបើស្ថានភាពវិវត្តទៅលំបាកយ៉ាងណាក៏ដោយការដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃនៅតែបន្តហេតុនេះហើយទើបនៅតែមានអ្នកលក់ដូរតាមម៉ូតូកង់បន្តិចបន្តួចលើដងផ្លូវមិនដែលខានហើយភាគច្រើនជានំនែកអាកោពោតកំបោរជង្គង់មាន់និងនំជើងជ្រូកអវត្តមានតែមីងស្ពៃជ្រក់តាំងពីខ្មោចលងម្ដងនោះគាត់បានបដូរអាជីពមកជាអ្នកលក់តាប៉ែវិញម្ដងក៏ដោយសារអាតាប៉ែនឹងហើយមិនថាសឬខ្មៅឡើយវាសុទ្ធតែជាថ្នាំទឹកអាចសណ្ដំក្មេងៗឲ្យទន់ភ្នែកងងុយដេកបានព្រោះតែស្រវឹងមិនដឹងខ្លួនកាលបើស៊ីច្រើនលើសកម្រិតមួយរយៈក្រោយបន្ទាប់មេឃហាក់រៀងស្ងប់ស្ងាត់ភ្លៀងខ្លះដែរធ្វើឲ្យដីរៀងស្ងួតគ្រាន់ធ្វើដំណើរមិនស្អិតជើងតែខ្យល់នៅតែបោកបក់ជាប់ផាត់មកវូរលាស់ស្លឹកចេកនិងធៀងអំពៅដែលប្រទះច្រើនឃើញដុះជ្រៀតគ្នាសរសៀរតាមប្របមាត់ទន្លេនៅតែថ្ងៃណាមួយទឹកអូសទាញទៅទេបន្ទាប់ពីច្រាំងបានបាក់របេះដីដល់គល់របស់វាបានដៃពីការសម្រាករៀនផងពួកក្មេងៗទាំងក្រុមប្រជុំក្បាលគ្នាអង្គុយស្ទួចត្រីបិទនុយប្រហុកក្រោមម្លប់ដើមអំពិលត្រូវជំនោរខ្យល់ត្រជាក់និយាយប្រោកប្រាជ្ញគ្នាលឺមិនចេះអស់រឿងរដូវទឹកដំឡើងកម្រនឹងមានទីដែលអាចអង្គុយឬឈរបានស្រួលគឺមានតែមូជើងខោលុយទឹកប្រតោងឡើងគល់អំពិលអង្គុយចោលហោងតាមសរសៃឫសដ៏ស្ញូញស្ញាញខាងក្រោមខណៈដែលអាខ្លះក៏យឹតយោងឡើងតាមមេឃទៅអង្គុយនៅទីខ្ពស់ឯនេះមួយឯនោះមួយដូចវងស្វានៅលើចុងត្រសែកយូរម្ដងពួកអានៅខាងលើបានស្រែកផ្ដាល់ដំណឹងកាលបើឃើញរបស់អ្វីចម្លែកអណ្ដែតតាមទឹកដែលជាញឹកញាប់ច្រើនជាសំរាមឬដើមឈើតូចធំហូរវិលគួចទាំងផ្ទាំងស្រដៀងនឹងក្បូនឫស្សីឆ្ងាយពីច្រាំងទៅច្រើនម៉ែត្រត្រង់តំបន់ល្បាក់ទឹកហូរខ្លាំងឃើញខ្មោចមាន់ខ្មោចទាឆ្កែឆ្មាអណ្ដែតលឿនស្លេវខ្លួនហើមប៉ោងស្ពីងដូចបាល់ពួកវាមិនសូវភ្ញាក់ផ្អើលព្រោះដឹងថាខ្សែទឹកនឹងនាំខ្មោចសត្វទាំងនោះទៅទីឆ្ងាយមិនងាយឡើយដែលអាចនឹងគួចចូលមកច្រាំងក្បែរពួកវា
ពេលខ្លះក៏ឃើញមានរបស់ប្លែកៗដូចជាពែតែរូបបែបជាកូនផ្ទះធ្វើពីសន្ទោបចេកបត់ដោតបញ្ចូលគ្នាអណ្ដែតប៉ែលនៅទីឆ្ងាយតែជួនកាលក៏វិលវល់រកកលនឹងចូលមកក្បែរច្រាំងដែរធ្វើឲ្យអាក្មេងៗផិតភ័យឬដុំដីក្រវែងគប់ឲ្យរបស់នោះចេញទៅឆ្ងាយវិញការធ្វើបែបហ្នឹងគឺដោយសារពួកវាមានជំនឿជឿតតាមគ្នាថារបស់នោះគឺជាផ្ទះខ្មោចបើហ៊ានទៅលេងឬបណ្ដោយឲ្យមកក្បែរច្បាស់ជាខ្មោចនោះចាប់ព្រលឹងយកទៅជាមួយហើយឬក៏ត្រូវអំពើអំព័ន្ធឈឺស្លាប់តនហន់ភ្លាមយ៉ាងប្រកបទោះយ៉ាងណាក៏នៅតែឆ្ងល់ត្រង់ថាបើខ្លាចក៏ខ្លាចចុះត្រឹមតែមើលនឹងភ្នែកឬក៏ធ្វើមិនដឹងមិនឮទៅវាចប់ហើយតែហេតុអ្វីចាំបាច់ត្រូវគប់ទោះបើខ្មោចនោះស្លូតក៏ល្មមទៅជាកាចវិញដែរបើប្រទះក្មេងចង្រៃបែបហ្នឹងអ្នកណាមិនខឹងបើមកបំផ្លាញផ្ទះគេចោលទៅទេបើខ្មោចវាគុំឬចេះជេរវានឹងនិយាយថាចាំមើលបើពួកឯងងូតទឹកពេលណានឹងសំងំចាប់អូសជើងទៅតែម្ដងឬបើជាយប់កំពុងដេកផងខ្មោចនឹងបន្លំទៅលងចាប់ទាញពូកឲ្យពួកវារៀងចាលកុំឲ្យថ្ងៃក្រោយរពឹសដៃទៀតនិយាយរឿងខ្មោចនាព្រឹកមួយនោះអ្នកភូមិបានប្រទះសាកសពអណ្ដែតទឹកផ្កាប់មុខមិនដឹងថាជាស្រីឬក៏ប្រុសឃើញហូរមកតាមទឹកខ្លួនហើមរលួយប៉ោងមើលសឹងតែច្រឡំនឹងសត្វពាហនៈបើកុំតែសម្គាល់សំលៀកបំពាក់យោងតាមព័ត៌មានដែលធ្លាប់ដឹងភាគច្រើនរដូវហ្នឹងមនុស្សច្រើនតែស្លាប់ដោយសារការលង់ទឹកហើយក៏ច្រើនតែជាចាស់អាយុច្រើនកម្លាំងខ្សោយឬក៏ជាក្មេងដែលមិនទាន់ចេះហែលទឹកសាកសពអណ្ដែតដំបងផ្កាប់មុខហូរគួចចូលមកឡើងគៀកដល់ច្រាំងរាងកាយហើមប៉ោងខ្លាំងសឹងតែដូចបាឡុងរៀបនឹងផ្ទុះស្បែកសាច់ក៏ខ្មៅរោលមានដង្កូវចោះរវើកមិននៅចាំយូរម្ចាស់ដីតាមច្រកកំពង់ទឹកក៏រវេះរវាមទាញបង្គោលឫស្សីវែងរុញច្រានសពនោះឲ្យចេញទៅឆ្ងាយរហូតសពនោះផ្ងាទើបដឹងថាជាបុរសខណៈខ្លួនប្រាណត្រូវបានត្រីស៊ីឡើងសុះផុសជ្រាបចេញទាំងខ្លាញ់និងកំអែលអណ្ដែតត្រានៅលើទឹកដូចប្រេងម៉ាស៊ីនដោយគ្មានកន្លែងដើម្បីងូតនិងដងទឹកផងម្ចាស់ដីរៀងខ្លួនក៏បង្ខំចិត្តត្រូវតែយកឈើរុញច្រានបន្តគ្នាឲ្យចេញទៅឆ្ងាយពីមួយកន្លែងទៅមួយកន្លែងរុញបន្តរហូតដល់មាត់ព្រែកក៏បាត់សពនោះលែងឃើញទៅទំនងជាត្រូវទឹកគួចចូលត្រង់ព្រៃណាមួយព្រោះម្ដុំនោះសម្បូរដើមឈើជ្រងច្រាងផងហើយក៏ជាតំបន់ទឹកគួចខ្លាំងណាស់ដែរសូម្បីតែទូកនេសាទល្មមក៏មិនហ៊ានចូលក្បែរហេតុនេះត្រឹមសាកសពហើមស្អុយតូចមួយរែងអីនឹងអាចគង់នៅបានប៉ុន្តែបើយោងតាមអ្នកដែលមានផ្ទះនៅក្បែរស្ពាននោះបានប្រាប់ថាសពនោះបានលិចបាត់ចូលទៅក្នុងទឹកភ្លាមដូចជាមានអ្វីមួយបានចាប់ទាញពីខាងក្រោមហើយក៏ឃើញទាំងចុងកន្ទុយបន្តិចផងដែលគេសន្មតថាទំនងជាពស់ធំមួយពេលឃើញមនុស្សរអើមនឹងសាកសពធ្វើឲ្យចិត្តស្រយុតរលឹកនឹកទៅដល់ពាក្យកាព្យខ្មែរយើងប៉ុន្មានឃ្លាថាអនិច្ចារូបកាយយើងនេះឯងសង្ខារតតែងមិនទៀងទាត់បានកើតឡើងហើយវិនាសខ្ចាត់
រាល់រូបមនុស្សសត្វសឹងដូចគ្នាខណ្ឌ5រមែងតែងមានទុក្ខពុំសូវបានសុខសពវេលាកើតចាស់ឈឺស្លាប់ជាធម្មតាឥតមាននរណាគេចវេះបានអនត្តារូបនេះមិនមមមួនព្រោះមិនមែនខ្លួនមិនមែនប្រាណថ្មិញបាក់សក់ស្កើខាត់មិនបានកើតក្តៅរំខានដល់ដួងចិត្តលុះរូបនោះស្លាប់ទៅជាខ្មោចធំក្លិនអាសោចស្អុយពេកពិតកំរនរណាហ៊ានទៅចិត្តគេតែងភ័យភិតខ្ពើមរាល់គ្នាជាការពិតណាស់សាមញ្ញលក្ខណៈធម៌ទាំងឡាយក្នុងលោកនេះដែលសង្ខារតាក់តែងហើយរមែងកើតឡើងហើយក៏រលត់ទៅវិញជាធម្មតាមិនបានស្ថិតស្ថេរទៀងទាត់យូរអង្វែងឡើយយ៉ាងណាមិញមនុស្សគ្រប់រូបដែលកើតមកហើយរមែងចម្រើនវ័យវឌ្ឍនាការជាកំឡោះក្រមុំមានរូបសម្រស់ស្រស់ស្អាតលុះតាំងនៅមិនបានយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្ដើមរោយស្រពោនស្រកស្រត់ទៅតាមកាលវេលាទៅតាមលំនាំនៃច្បាប់ធម្មជាតិទុកជាចង់ឬមិនចង់ក៏មិនអាចប្រកែកបានឡើយអាក្មេងៗក្រោយពីដឹងរឿងសពពួកវាក៏មានបំណងថានឹងទៅប្រាប់បន្លាចអាបឿនឲ្យភ័យណានៃម្ដងរហូតរសៀលបន្តិចពួកវាក៏ចេញដំណើរទៅសំដៅចុងព្រែកប្រទះមនុស្សម្នាតាមផ្លូវព្រោងព្រាតកំពុងរៀបចំកន្លងរាយម៉ោងអ្នកខ្លះស្ពីសំណាញ់ជាប់ខ្នងខ្លះលីអង្រុតអ្នកខ្លះលីកំបិតដើរទៅមកប្រុងព្រាបត្រៀមខ្លួនព្រោះគេដឹងច្បាស់ថាមិនយូរទៀតទេទំនប់នឹងបាក់យ៉ាងប្រកបដោយហេតុថាទឹកបានឡើងដល់កម្រិតខ្ពស់បំផុតហើយពួកវាបន្តនាំគ្នាទៅគប់ស្វាយតាមដីមាត់ព្រែកតែក៏មិនហ៊ានទៅក្បែរភ្នូរខ្មោចពីរអ្នកថ្ងៃមុននោះពេកបានត្រឹមគប់ចោលពីចម្ងាយទៅលើដើមណាដែលមានសល់ផ្លែនិងស្ថិតនៅឆ្ងាយពីទីនោះកាលបើបានផ្លែស្វាយស៊ីអស់ចិត្តហើយទើបពួកវាបន្តដើរសំដៅទៅរោងអាបឿនរួចក៏ប្រះខ្លួនដេកអង្គុយគ្រប់គ្នាតាំងរៀបរាប់បញ្ចេញបញ្ចូលអំពីរឿងហេតុដែលពួកវាបានឃើញកាលពីព្រឹកពួកវានិយាយបំភ័យថាចាំមើលខ្មោចដែលគេបានរុញច្រានពីទីកំពង់ទឹកនោះមុខជានឹងហូរអណ្ដែតមកតាមខ្សែព្រែកនឹងហើយព្រោះទំនប់មិនទាន់បាក់ផងហើយច្បាស់ជានឹងមកលងអាអ្នកដេកចាំចំការដូចអាបឿននេះមិនខានគិតទៅពួកអានេះមិនត្រឹមតែរពឹសដៃចង្រៃទៅគប់ផ្ទះខ្មោចទេដល់ឥឡូវមកនិយាយមូលបង្កាច់ខ្មោចទៀតទាំងដែលមិនទាន់មានរឿងអ្វីបានកើតឡើងផងពួកវាមិនត្រឹមតែពំនាំរឿងខ្មោចនោះមកនិយាយទេក៏ថែមទាំងលើកហេតុការណ៍ដែលមានគេឃើញអ្វីម្យ៉ាងបានចាប់ទាញសាកសពនោះចូលទៅក្នុងទឹកត្រង់គល់ស្ពានទៀតផងទំនងដូចជាពស់ដែលគេកំពុងសង្ស័យចង់ឬមិនចង់ច្បាស់ជាហូររសាត់មកតាមគ្នាមិនខានត្រៀមតែខ្លួនទៅឯងអាបឿន
អាបឿនស្ដាប់ហើយប្រលឹងសឹងតែហោះចេញពីខ្លួនដោយការភ័យតែវាខំធ្វើខ្លួនដូចជាគ្មានរឿងអ្វីនឹងប្រាប់ទៅកាន់ក្រុមក្មេងៗដែលជាមិត្តភ័ក្តិវានោះថាពួកឯងកុំល្ងងពេកមនុស្សដែលស្លាប់ហើយគឺផុតហើយខ្មោចវាមិនអាចធ្វើអីមនុស្សបានទេបើយើងមិនទៅរករឿងគេមុនម្យ៉ាងព្រៃតាមព្រែកច្រើនណាស់វាច្បាស់ជាទើតាក់ជាប់ត្រង់ទីណាមួយហើយមិនអាចចេះតែហូរអណ្ដែតមកដល់ទីនេះបានស្រួលទេឯរឿងពស់ក៏ដូចគ្នាមកដល់ពេលនេះនៅពុំទាន់មាននរណាម្នាក់ធ្លាប់បានឃើញច្បាស់ផងហើយបើវាមានមែនវាសមតែទៅជំរះបញ្ជីនឹងពួកឯងមុនគេព្រោះពួកឯងគឺជាអ្នកទៅកាយនិងបកហែកឃើញកូនរបស់វាថ្ងៃមុននោះស្ដាប់ឮពាក្យរបស់អាបឿនហើយម្នាក់ក៏ចាប់ផ្ទុះសំណាយគ្រប់គ្នានិយាយចំអន់វាថាអានេះធ្វើឯងគ្រាន់បើមិនខ្លាចទាំងដែលថ្ងៃមុនទើបរត់ចោលផ្ទះសោះពួកវាសើចសប្បាយប៉ុន្តែតាមពិតក្នុងចិត្តម្នាក់កំពុងតែស្រាវឆ្អឹងខ្នងគ្រប់គ្នាដោយការខ្លាចក្នុងជីវិតនេះជួនកាលអ្វីដែលយើងចង់កិច្ចគឺច្រើនតែជួបជិះមិនរួចឡើយព្រោកប្រាជ្ញគ្នាលេងបានតែបន្តិចក៏ស្រាប់តែឮសំឡេងមនុស្សស្រែកហូរល្វើយមកតាមខ្យល់បញ្ជាក់ថាទំនប់ក្បែរស្ពាននោះទំនងជាបានបាក់ហើយក៏នឹងធ្វើឲ្យទឹកព្រែកហូរវាងបំបែកចាក់ខ្លាំងសំដៅទៅកាន់តំបន់ដែលគេរៀបចំកន្លែងរាយម៉ងចាំស្ទាក់ត្រីគេអាចដឹងមុនបែបនេះគឺដោយសារយោងតាមបទពិសោធន៍រាល់ឆ្នាំកន្លងមកក្មេងៗគ្រប់គ្នាផ្អើលសើចសប្បាយរត់ត្របាញ់ជើងទាំងអន្ទះសាចេញសំដៅទៅមើលភ្លាមនៅតែអាបឿនបន្តចាំរោងចំការម្នាក់ឯងទាំងមុខស្រពោនក្រៀមក្រំត្បិតខំតែគិតថានឹងមានគ្នានៅនិយាយលេងបានកក់ក្ដៅចិត្តហើយដល់ឥឡូវក៏ទៅបាត់អស់ទៀតសន្ធឹកទឹកហូរលាន់ស្នូដូចព្យុះលងលិចទីទំនាបកន្លុកត្រពាំងថ្លុកអណ្ដូងតូចធំត្រឹមមួយពព្រិចភ្នែកបន្តរុញច្រានសម្រាមរមៀលចុះបន្តបណ្ដាក់ទៅជាមួយហូរបោះពួយសាយវាលលើផ្ទៃដីខាងក្រោមកន្លែងដែលមនុស្សកំពុងញាប់ដៃរាយម៉ងប្រុងសំណាញ់ត្រៀមអង្រត់យូរម្ដងក៏ឮសំឡេងស្រែកហូរឡើងក្រោយបន្ទាប់ពីគេបានរត់ទៅចាប់ត្រីដែលហែលចុះតាមទឹកអ្នកខ្លះឈានដល់ការប្រើកាំបិតដេញកាប់កាលបើប្រទះត្រីធំដូចជាត្រីខ្ចានិងត្រីសណ្តែកជាដើមពេលបាក់ទំនប់ម្ដងមិនត្រឹមតែមនុស្សទេដែលផ្អើលសូម្បីតែសត្វត្រចៀកកម្មក៏សប្បាយហើរខ្វាត់ខ្វែងពេញផ្ទៃមេឃអាខ្លះទៅទះស្លាប់ហើរបន្ទាបខ្លួនក្រវិលចុះឡើងតែលើក្បាលមនុស្សបើមិនប្រយ័ត្នពិតអាចនឹងបុកគ្រោះថ្នាក់បានតាមពិតទៅអ្នកដែលអាចដឹងអំពីស្ថានភាពច្បាស់គេមិនទាន់សូវជាយកចិត្តទុកដាក់អ្វីភ្លាមទេជាពិសេសពេលទឹកទើបនឹងហូរចូលដំបងអីចឹងការរីម៉ងវាគ្មានបានអ្វីក្រៅតែពីស្មៅនិងសម្រាមឡើយខណៈដែលត្រីក៏វាមិនទាន់ហែលចុះច្រើនភ្លាមដែរគឺត្រូវរងចាំរហូតដល់ទឹកហូរចាក់បំពេញគ្រប់ទីកន្លែងទំនាបកម្ពស់ឡើងត្រឹមស្មងជើងវេលាយប់ស្ងាត់ខ្យល់ត្រជាក់ពេលនោះហើយដែលត្រីទាំងហ្វូងបញ្ជ្រាតក្បាលគ្នាហែលចុះមកហើយត្រីដែលគេយកបានភាគច្រើនគឺជាត្រីឆ្លាំងទាំងតូចទាំងធំខ្លាញ់ពងពេញពោះដោយឡែកឯត្រីស្រកាមានមួយមិនសូវឃើញទេ
វេលាល្ងាចនោះអាបឿនវាកើតទុកធុញថប់ក្រៃលែងត្បិតនៅអង្គុយចាំក្នុងរោងតែម្នាក់ឯងចិត្តខ្លាចក៏ខ្លាចភ័យក៏ភ័យណាមួយទឹកទើបនឹងបាក់ទំនប់មកថ្មីលិចលង់កាត់ផ្លូវធ្វើឲ្យរទេះបរទៅមកម្ដងយឺតយ៉ាវខ្លាំងណាស់ព្រោះការធ្វើដំណើរឆ្លងកាត់មុខផ្លូវទឹកដែលហូរលឿនខ្លាំងតោងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាងសពដងណាមួយផ្លូវក៏សើមរអិលផងធ្វើឲ្យគោត្រូវប្រើកម្លាំងជើងអូសទាញខ្លាំងខុសពីផ្លូវធម្មតាដោយអបសុកពេកវាក៏ក្រោកចេញពីរោងដើរលេងសំដៅទៅមាត់ប្រឡាយអើតសំឡឹងមើលទៅមុខមើលទៅក្រោយចិត្តឆ្ងាយខ្លាចក្រែងមានសាកសពអណ្ដែតមកពីទន្លេដូចពីអាដែងប្រាប់មកមុននឹងមែនការពិតព្រែកនឹងមានទទឹងត្រឹមប្រមាណជា5ទៅ6ម៉ែត្រប៉ុណ្ណោះតែជម្រៅវាជ្រៅផុតក្បាលមនុស្សដល់ទៅ2-3ដងសមនឹងលបឿនទឹកហូរខ្លាំងផងល្មមតែមិនអាចដើរឬហែលឆ្លងបានឡើយហេតុនេះហើយអ្នកដែលមានចំការស្រែឬក្របីគោនៅម្ខាងព្រែកពិតមិនអាចដើរឆ្លងបានដោយការរដូវប្រាំងរាំងគោកទេគឺមានតែដើរទៅត្រង់រៀងឆ្ងាយបន្តិចរហូតដល់ស្ពានឆ្លងខណៈដែលស្ពានមួយទៀតស្ថិតនៅឯមាត់ទន្លេសុទ្ធសឹងមានជម្រៅព្រែកជ្រៅខ្លាំងដូចគ្នាព្រៃម្ដុំចុងព្រែកនឹងចម្លែកអស្ចារ្យណាស់ទំនងជាក្បែរប្រភពទឹកផងទើបរុក្ខជាតិទាំងឡាយអាចដុះលូតលាស់បានយ៉ាងល្អមានផ្លែផ្កាស្លឹកសាខាបៃតងខ្ចីឯតាមទីខាងក្រោមក៏ច្រើនមាននៅផ្សិតព្រៃដុះជាប់សម្បករីកធំដូចចានមិនដែលឃើញមានសត្វរំខានឬទៅស៊ីក៏គេបំផ្លាញឡើយណាមួយវាក៏ជាទីស្ងប់ស្ងាត់គ្មានការអាស្រ័យផលព្រោះជាដីសហគមន៍រួមគឺមានតែព្រៃដុះចោមរោមច្រើនទៅពីមួយឆ្នាំទៅមួយឆ្នាំបិទបាំងរុំស្រោបដើមស្វាយនិងល្វាធំតូចជាច្រើនដើមដុះចាក់ឫសទុនទេតាមមាត់ព្រែកវល្លិសរសៃរយិញរយោងមានទាំងភ្នោខ្មោចចាស់ធំផងមិនដឹងសល់តាំងពីជំនាន់ណាឡើយថ្លែងពីអាបឿនវាភ័យលេបទឹកមាត់កាន់មេឃរំពាត់មួយដើរក្រវីវាយចុងព្រៃក្បែរខ្លួនលេងតិចបន្លប់ការខ្លាចខណៈដែលមេឃក៏កាន់តែងងឹតទៅលុះជាច្រើននាទីបន្ទាប់ដោយសារជំងឺខ្លាចវាបានជ្រៀតចូលពេញខ្លួនខ្លាំងដល់កម្រិតមែនតែនទៅសូម្បីតែផ្លែល្វាទុំជ្រុះចូលទឹកក៏ធ្វើឲ្យវាភ្ញាក់សូរច្រាំងដីបាក់ក៏ធ្វើឲ្យវាញ័រខ្លួនឃើញដើមចេកអណ្ដែតទឹកក៏គិតថាជាខ្មោចវាបន្តដើរលេងធ្វើមុខស្មើធម្មតាតែភ្នែកក្រឡេកក្រឡាប់មើលទៅចុងឫស្សីឃើញខ្លែងដាច់ខ្សែថ្មីជាប់នៅទីនោះក៏ភ្ញាក់គិតថាជាព្រលឹងវិញ្ញាណឃើញបញ្ញាក្អែកខ្មៅជាប់មែកស្វាយធំក៏គិតថាជាពស់មើលឃើញគ្រប់យ៉ាងក៏សុទ្ធតែគួរឲ្យខ្លាចទាំងអស់រហូតភ្លេចខ្លួនក៏ដើរហួសរហូតជ្រុលទៅដល់ម្ដុំដីដើមត្រែងល្មមតែអាចមើលទៅឃើញច្បាស់នៅភ្នោខ្មោចមួយគូដែលគេទើបនឹងយកមកកប់នាប៉ុន្មានថ្ងៃមុននោះក៏កាន់តែធ្វើឲ្យវាខ្លាចលើសដើមទៀតខំគិតខ្លួនពីផ្ទះតែបែរជាប្រហែសភ្លេចនឹកឃើញថាខ្មោចនឹងនៅក្បែរខ្លួនសោះ